ខ្នងដែលមានលេខសម្គាល់146បុផាសួស្ដីថបដីតេជះដែលមកពីខាងវត្តបុផាសួស្ដីព្រែកគុយកងមាសកំពង់ចាមដែលជាទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងតែប្រកៀកប្រកិតចាជាមួយនឹងដូនពេញសែនជ័យដែលជាទូឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោក៏ដូចជាសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនឃើញថាភាពស្វាហាប់នៃការចាក់យោងទូកទាំងពីរនេះនៅប្រកៀកប្រកិតគ្នាបងប្អូនមិនទាន់អាចថាបានចិត្តចាប់ទន្ទឹមនឹងពាន់ទី2នេះហើយកន្លែងនេះគឺជាកន្លែងមួយដែលគេហៅថាមុតស្រួចចានឹងត្រូវចាក់យោងទូកឲ្យកាន់តែសម្រុកមកមុខតែទូកទាំងពីរនេះហាក់នៅតែប្រកៀកប្រកិតគ្នាមើលទៅគួរឲ្យទន្ទឹមចាគួរឲ្យចាប់អារម្មណ៍មែនតើល្អមើលមែនតើហើយផ្សេងការក្រងសម្លៀកបំពាក់របស់ពួកគាត់ទៀតបាទគឺល្អមែនតើឆោតទាំងលឿនទាំងមូខ្សែទឹកខាងក្រៅហាក់ដូចមានព្រៀបបន្តិចតួចតែយ៉ាងណាក៏មិនទាន់ប្រកាសដែរកម្ពុជាតែខ្សែទឹកខាងក្រៅមានព្រៀបបន្តិចតួចហើយដូនពេញសែនជ័យដកបន្តិចហើយរបងសម្ដេចតេជោនិងសម្ដេចព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនដកបន្តិចកាន់តែដល់ទីព្រ័ត្រខ្សែទៅខាងក្នុងក៏បង្កើនល្បឿនថែមទៀតដែរអត់ទាន់ទេឡើងអត់ទាន់ទេបុផាសួស្ដីធិបតីតេជះរបងសម្ដេចមហាបវរធិបតីចាសម្រាប់ជើងបាទខេត្តកំពង់ចាមដែលឧបត្ថម្ភដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនទទួលជាមួយខ្សែទឹកខាងក្រៅពូអណ្ដែតធិបតីសែនជ័យបាទរបស់ប្រាសាទសម្បូរខេត្តកំពង់ធំបាទគឺឧបត្ថម្ភដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតចាល្អមើលពិតជាល្អមែនតើបងប្អូនឥឡូវនេះឃើញថាមកប៉ះគ្នាហើយបតុមផាជាមួយនឹងពូនដែតធិបតីសែនជ័យខ្សែទឹកខាងក្រៅហាក់ដូចជាមានព្រៀបពូនដែតធិបតីសែនជ័យដែលមកពីខាងវត្តបឹងខ្វែកចាឈប់ប្រាសាទសម្បូរកំពង់ធំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតហាក់ដូចជាមានព្រៀបឯកសណ្ឋានពណ៌សចំបាពណ៌សលើកសម្រាប់ទូកកាន់តែដដែលដិមស្អាតមែនទេចាឥឡូវហ្នឹងសម្រាប់បតុមផាគឺជាទូកមួយដ៏ល្បីល្បាញដែលស្ថិតនៅក្នុងវត្តបតុមកេសរចាពីមកោះស្នាស្ទឹងត្រង់ខេត្តកំពង់ចាមយើងនេះកំពុងអភិជាតិកាត់ដែរអត់ទាន់ដាច់ទេអាចថាមកតោងគ្នាបាទតែឥឡូវបតុមផាហាក់ដូចជាតាមពូអណ្ដែតធិបតីសែនជ័យដោយលោកអ្នកបានជ្រាបហើយបតុមផាទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនចាឥឡូវនេះឃើញថាតោងអត់ដាច់ទេកងក្បាលនឹងខ្សែកងជើងទី1នេះទូកដែលមានឈ្មោះថាពូអណ្ដែតដែលម្សិលមិញយើងឃើញថាចំណាត់ថ្នាក់នៅលេខ1នោះឥឡូវកំពុងមកហើយទទួលបានការឧបត្ថម្ភពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែននៅខ្សែទឹកខាងក្នុងបាទកំពុងតែធ្វើការនាំមុខបាទតិចតួចដែរបាទទៅលើគិរីវង្សសុកសែនជ័យរបស់អាដាមសុកសុកានបាទទូកនេះសិតតែទូកខ្លាំងហើយឥឡូវសរាយមកបាទខ្សែទឹកខាងក្នុងនេះដាច់តែម្ដងបាទអ្នកព្រែកអញ្ជែងអើយបាទឥឡូវឈ្នះទៀតហើយបងប្អូនខាងព្រែកអញ្ជែងបាទហើយទូកសរាយតេជោសែនជ័យនេះទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនហើយលោកកន្ទ្វេបានឧបត្ថម្ភចាដល់ទូកសរាយតេជោសែនជ័យទូកនេះល្អបាទល្អណាស់ទូកនេះល្អណាស់ហើយទូកបាទគិរីវង្សហ្នឹងក៏មិនធម្មតាដែរបាទគឺក៏ជាបន្តទៀតហើយការរំសាកសិទ្ធខ្សែទឹកខាងក្នុងទទួលបានការឧបត្ថម្ភពីលោកព្រឹទ្ធាចារ្យបណ្ឌិតអ៊ុនសារឿនរីឯខ្សែទឹកខាងក្រៅថេងសជ័យបារមីសវណ្ណរាជសីរបស់សម្ដេចព្រះឧត្តមមុនីជាសំអាងព្រះមេគុណខេត្តកណ្ដាលខ្សែទឹកខាងក្នុងហាក់ដូចជាមកដាច់ដាច់តែម្ដងដែលយើងខ្ញុំជាអ្នកធ្វើអត្ថាធិប្បាយមិនពិបាកក្នុងការជម្រាបជូនទេដោយសារការចាក់យោងទូករបស់ការរំសាកសិទ្ធនេះគឺស្រួយស្រាយណាស់ចាក់យោងទូកយ៉ាងស្វាហាប់ដែលធ្វើឲ្យល្បឿននៃការអុំហ្នឹងលឿនអាចនិយាយបានថាលេខ139នេះគឺជាការរំសាកសិទ្ធដែលទទួលបានជ័យជំនះក្នុងជើងទី1ជាខ្សែទឹកខាងក្នុងទទួលបានជ័យជំនះយើងបន្តទៅគូទី74បាទនាគខៀវមានជ័យខ្សែទឹកខាងក្នុងបាទកំពុងតែធ្វើការបាននាំមុខហើយបាទ266បាទសាកលេខ266នាំមុខហើយគឺទូកដែលមានទីតាំងនៅរាជធានីភ្នំពេញទទួលការឧបត្ថម្ភពីអាយដាមបាទគុំលោកកឹមសវណ្ណចំណែកឯមហានាគរាជធានីភ្នំពេញអាយដាមជាសភារាមិនហើយឥឡូវឡើងវិញស្រាប់តែទឹកក្នុងបាទខ្សែទឹកខាងក្រៅ166មហានាគទេមហានាគនាំមុខដាច់បងចុះបានន័យថា171គូអត់ទេ166គូជាមួយនឹង266បាទអញ្ចឹងបានន័យថាមហានាគគឺទទួលបានជ័យជំនះដាច់ទៅលើគូប្រកួតនាគខៀវមានជ័យ
បាទលើនេះឯកសន្តានគឺល្អដូចគ្នាបាទពណ៌ប្រហាក់ប្រហែលគ្នាតែលបឿនខុសគ្នារៀងឆ្ងាយបន្តិចហើយគូទី75ដែកជះនាគរាជភូមិថ្មីពោធិ៍សែនជ័យមកពីក្រុងកញ្ចេះទទួលបានការឧបត្ថម្ភពីឯកឧត្តមនេតពាក់ត្រានិងឯកឧត្តមវ៉ាថនបាទចំណុះ73នាក់ប៉ុន្តែឥឡូវឯកឧត្តមមួយកំពុងតែចាញ់បងគេហើយព្រះខ័នធម្មដីរដ្ឋបាលព្រះវិហារបាទដាច់ប៉ាត់តែម្ដងចាសម្រាប់នៃការអ៊ំបណ្ណាឯកឧត្តមនេតពាក់ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានចាឯកឧត្តមលោកឧបត្ថម្ភទូកច្រើនណាស់ដល់តែ20ទូកនៅក្នុងខេត្តកញ្ចេះចាហើយក៏ទទួលបានការជួយជ្រោមជ្រែងឧបត្ថម្ភពីបងប្អូនចាជាច្រើនជនជាច្រើនដែលក្នុងនោះគឺមានមន្ទីរព័ត៌មានខេត្តកញ្ចេះចាក៏ដូចជាក្មួយហេងរ៉ាក្មួយហេងរ៉ាន់ចាស្រីនុចចាជួយឧបត្ថម្ភគ្រប់គ្រងគ្នាចាជាមួយនឹងទូកឯកឧត្តមអាប់បាខេត្តក៏ថាបានបាទឥឡូវនេះគូ77ទេបង77ទេបាទ77វិញចាសំខាន់ដែរយុទ្ធវង្សសែនជ័យព្រៃវែងទទួលបានការឧបត្ថម្ភពីឯកឧត្តមបាទនេះឯកឧត្តមសនីបាទវងពិសេសចាដែលឯកឧត្តមលោកធ្វើការឧបត្ថម្ភហើយក៏មានក្រុមការងារចាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផុតជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍វងពិសេសហើយសម្រាប់ខ្សែទឹកខាងក្រៅគឺឧត្តមទួត3បារមីពិជ័យចេស្តារបស់គ្រូចៅអតកាវត្តឧត្តមទួត3តែម្ដងលើប្រភាប្រកាសគ្នាមែនតែខ្សែទឹកខាងក្នុងមិញតាមតែឥឡូវតាមប្រភាប្រកាសហើយវងសែនជ័យរបស់ឯកឧត្តមនាយឧត្តមសេនីយ៍វងពិសេសបាទដកហើយបាទលើដកឲ្យលទ្ធផលយ៉ាងម៉េចបាទលើយ៉ាងនេះទូកនេះទុកជូនគណៈកម្មការបច្ចេកទេសបាទទូកនេះបាទទទួលការឧបត្ថម្ភពីឯកឧត្តមបាទវងពិសេសបាទគឺមានគ្រឿងឧបភោគបរិភោគថវិកា5លានរៀលហើយសរុបជាថវិកានោះរហូតដល់70បាទលាន70លាន57ម៉ឺនចាមានសប្បុរសជនជាច្រើនទៀតបានចូលរួមឧបត្ថម្ភបាទឥឡូវគូជាបន្តបាទ79គូទី79បាទ78ឬក៏79សែនសំណោះទី79បាទសែនសំណោះលឿនណាស់បាទគូមួយមិនទាន់ផុតឥឡូវមកដល់មួយទៀតហើយសែនសំណោះឯកស្ថានពណ៌សខ្សែទឹកខាងក្នុងកំពង់ចាមទទួលបានការឧបត្ថម្ភពីអង្គការអឹងសៀនិងបច្ចាតកាវត្តបានទទួលបានជ័យជំនះហើយរបស់ឯកឧត្តមដិតទីណាបាទរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទហើយបានធ្វើការអុំនៅខ្សែទឹកខាងក្នុងឯកសណ្ឋានពណ៌លឿងបាទខ្សែទឹកខាងក្រៅធិបតីសែនជ័យបារមីជំទាវម៉ៅបាទមកពីប្រសេអនុណាទូកនេះល្អណាស់អ្នកប្រសេអនុបានឃើញហើយបាទទូករបស់ខ្លួនកំពុងតែនាំមុខបន្តិចបន្តួចមានព្រាបហើយឯកឧត្តមម៉ាំងស៊ីណេតនិងលោកជំទាវគឹមសុភ័ក្រម៉ាំងស៊ីណេតបាទនាំមុខអាចបើថាបើឈ្នះវិញអត់ដាច់ទេបាទអត់ដាច់ទេបានន័យថាតោងជាប់ឬស្កត់ពាក់កដាលទូកអីចាឬក៏ស្កត់មកស្មាឯកខាងក្រោយតែអត់ទេឥឡូវសកត់មកពាក់កដាលទូកទេខ្សែទឹកខាងក្រៅទួបានជ័យជំនះបាទអ្នកបសេអនុអើយឥឡូវទទួលបានជ័យជំនះមួយជើងហើយបាទសម្រាប់ថ្ងៃទី2បាទឥឡូវយើងត្រឡប់ទៅចិត្តឧបត្ថម្ភទៅទូកវាស្បូវមានជ័យនេះលឿនដាច់មកហើយខ្សែទឹកខាងក្រៅគឺដាច់តែម្ដងឯកសណ្ឋានពណ៌ខៀវចុងច្បាពណ៌សរំលេចដល់មួកពណ៌ក្រហមលើកសភនភាពទូកបាទលើកសភនភាពទាំងលបឿនបាទទាំងសម្រស់បាទឥឡូវយើងឃើញថាមកហើយខ្សែទឹកខាងក្រៅល្អណាស់វាលស្បូវរាជធានីភ្នំពេញទទួលបានការឧបត្ថម្ភពីសម្ដេចវិបុលសេនាភក្តីសាយឈុំបាទឯកសណ្ឋានពណ៌ខៀវចុងចវាពណ៌សបាទរំលេចជាមួយនឹងលបឿនល្អណាស់បាទចំណែកខ្សែទឹកខាងក្នុងបាទខេមរាមានជ័យមិនហើយអ្នកត្បូងឃ្មុំក៏ស្អាតណាស់ដែរសុខភាពប៉ុន្តែហាក់ដូចជាធ្លាក់ដៃក្នុងជើងទី1នេះបាទធ្លាក់ដៃដាច់ធ្វើឲ្យគូប្រកួតនឹងឈ្នះដាច់តែម្ដងវាលស្បូវមានជ័យទទួលបានជ័យជំនះដាច់តែម្ដងបាទវាលស្បូវនេះគឺស្ថិតនៅក្នុងវត្តវាលស្បូវសង្កាត់វាលស្បូវបាទខណ្ឌច្បារអំពៅចាគឺតែងតែចូលរួមការបណ្ណាំងច្រើនក្នុងពិធីបាទឥឡូវនេះយើងឃើញថាដាច់រៀងឆ្ងាយសម្រាប់ទូក